សួស្តីអស់លោកអ្នកនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញលោកអ្នកអំពីការអានការប្រើប្រាស់លក្ខណៈពិសេសនៃការអានពាក្យនៅក្នុងវចនានុក្រមអានឆ្នាំ2012ចំនួន2.2នេះ2.1នេះយើងអាចធ្វើការអាននៅពាក្យដែលលោកអ្នកកំពុងធ្វើការស្វែងរកដោយគ្រាន់តែ select ទៅពាក្យដែលយើងចង់ស្វែងរករួចហើយចុចទៅលើរូបប៊ូតុងដែលមានរូបសញ្ញាជា speaker I leave it to your discretion ពេលនោះលោកអ្នកនឹងបានឃើញការអានដោយក្នុងខណៈពេលដែលវាកំពុងអានយើងឃើញមាន highlight ទៅលើពាក្យនីមួយៗដែលបានអានរួមទាំងសញ្ញានៃការបញ្ចេញសំឡេងនៃពាក្យនីមួយៗនោះផងដែរក្រៅនៅក្នុងផ្នែកអាននេះគឺក្រៅពីការអានពាក្យនៅក្នុងអ្វីដែលលោកអ្នកកំពុងស្វែងរកនៅក្នុងវចនានុក្រមនោះលោកអ្នកក៏អាចឲ្យវាអាននៅអត្ថបទផ្សេងៗដែលលោកអ្នកវាយឬក៏ copy ចេញពីអត្ថបទណាមួយហើយផាសចូលវាចូលក្នុងតិចនៃក្នុងផ្នែកអាននេះរួចហើយលោកអ្នកអាចចុចទៅលើប៊ូតុងអានអត្ថបទPick up a new iPad and suddenly it's clear you're actually លោកអ្នកអាចធ្វើការផ្អាកអានជាបណ្ដោះអាសន្នដោយការចុចទៅលើប៊ូតុងផ្អាកអាននៅពេលដែលចុចទៅលើប៊ូតុងផ្អាកអានគឺវានឹងធ្វើការបញ្ឈប់ជាបណ្ដោះអាសន្ននៃការអានអត្ថបទរបស់លោកអ្នកហើយលោកអ្នកអាចបន្តការអានជាបន្តទៀតដោយការចុចទៅលើប៊ូតុងដែលបានធ្វើការផ្លាស់ប្ដូរពីពាក្យផ្អាកការអានទៅលើទៅជាពាក្យបន្តការអាននេះវិញពេលដែលចុចវានឹងបន្តការអានហើយប៊ូតុងនេះនឹងផ្លាស់ប្ដូរពីពាក្យបន្តការអានទៅជាផ្អាកអានវិញលោកអ្នកអាចបញ្ឈប់ការអាននៅក្នុងខណៈពេលណាមួយក៏បានដោយគ្រាន់តែចុចទៅលើប៊ូតុងបញ្ឈប់ការអានពេលនោះគឺវានឹងបញ្ចប់ការអានហើយលោកអ្នកអាចធ្វើការអានជាថ្មីឡើងវិញដោយគ្រាន់តែចុចអានអត្ថបទនេះ Pick up a new iPad and suddenly it's clear នៅក្នុងផ្នែកអានអត្ថបទនេះផងដែរលោកអ្នកអាចធ្វើការបន្ថយកម្រិតសំឡេងនៃការអានខ្សោយឬក៏ខ្លាំងដោយការអូសត្រាក់ពីបូកចុះមកខាងផ្នែកសញ្ញាដកបញ្ជាក់ពីការថយសំឡេងនៃការអានហើយមកខាងនេះគឺបញ្ជាក់ពីការសំឡេងកម្រិតខ្ពស់បំផុតនៃការអានហើយលោកអ្នកក៏អាចធ្វើការបន្ថយល្បឿននៃការអានពាក្យឬក៏អត្ថបទផងដែរដោយការអូសត្រាក់ទៅផ្នែកសញ្ញាដកទៅខាងសញ្ញាដកបញ្ជាក់ថាការអានគឺមានល្បឿនយឺតឥឡូវនេះគឺខ្ញុំអូសមកខាងសញ្ញាដកហើយយើងចុចអានអត្ថបទយើង Pick up a new iPad and suddenly it's clear you're actually touching your photos លក្ខណៈពិសេសមួយទៀតផងដែរអំពីផ្នែកអានអត្ថបទនេះគឺលោកអ្នកអាចធ្វើការ save ទុកនៅការអានអត្ថបទនេះជា file ជាប្រភេទ wave file ហើយលោកអ្នកអាចយក file នោះទៅបើកនៅក្នុងឧបករណ៍ស្ដាប់ផ្សេងៗដូចជា iPod iPhone ឬក៏ទៅក្នុងឧបករណ៍ផ្សេងៗទៀតបានផងដែរដើម្បី save ទុកនៅការអានជា file សំឡេងលោកអ្នកគ្រាន់តែចុចទៅលើប៊ូតុងដែលមានពាក្យថារក្សាទុកសំឡេងពេលនោះយើងនឹងបានឃើញនៅប្រអប់មួយដែលសម្រាប់ឲ្យយើងធ្វើការជ្រើសរើសទីតាំងនៃការ save file សំឡេងដែលនោះឥឡូវនេះគឺខ្ញុំសម្រាប់ចិត្តធ្វើការរក្សាទុក file សំឡេងនោះនៅក្នុង folder tem ហើយខ្ញុំដាក់ឈ្មោះថាApple តមកខ្ញុំចុចប៊ូតុង save file នេះគឺខ្ញុំ save នៅក្នុង folder tem នៃ drive C ហើយខ្ញុំចុចប៊ូតុង save ហើយប្រភេទ file ដែលយើងបាន save នេះគឺជាប្រភេទ wave file យើងឃើញពេលនោះវានឹងធ្វើការអាននៅពេលដែលលោកអ្នកបានឃើញ highlight select ពាក្យទាំងអស់នេះគឺបញ្ជាក់ថាការអាននិងការ save ជា file សំឡេងបញ្ចប់ដោយជោគជ័យហើយលោកអ្នកអាចទៅ
បើកមើលនៅ file បើកស្ដាប់ឡើងវិញនៅ file ដែលបាន save ឲ្យមិញផងដែរ Pick up a new iPad and suddenly, it's clear. You're actually touching your photos, reading a book, playing the piano. Nothing. សូមបញ្ជាក់ថាតកតននឹងការអានគឺយើងអាចអានតែពាក្យដែលជាភាសាអង់គ្លេសតែប៉ុណ្ណោះហើយសម្រាប់ពាក្យជាភាសាខ្មែរយើងនឹងធ្វើការព្យាយាមនឹងបង្កើតនៅពេលក្រោយទៀត